កំពីងពួយឆ្លក់ទឹកស្រួយប្រាវញ៉ាំជាមួយនឹងប្រហុកបុកឬក៏ទឹកគ្រឿងឬក៏គេហៅថាប្រហុកខ្ទិះចាហូយត្រូវគ្នាសពគ្រប់តែមុខនឹងឯងបុកប្រហុកត្រីអាំងចាត្រូវគ្នាណាស់មកជូរស្វាយនេះឬក៏មកជូរអំពិលក៏បានដែរបងប្អូននិយាយរួមទៅគឺថាត្រូវសពតែមុខបានទឹកគ្រឿងទៀតកាន់តែអែមដាក់ម្ទេសរៀងហិលញិចមកបងប្អូនអើយឧត្តមមានជ័យធ្លាក់ភ្លៀងបាន4 5មេហើយអញ្ចឹងហើយក៏មានការឃ្លាននៅកពីងពួយជាខ្លាំងអញ្ចឹងក៏មិនបងអង្គយូរឡើយចាធ្លាក់ភ្លៀងបាន4 5ថ្ងៃហើយអញ្ចឹងយើងក៏ទៅធ្វើការប្រមូលផលនេះកពីងពួយរបស់យើងចានៅមាត់អូហើយទៅថ្ងៃនេះគឺវាកាក់កបដែរដោយសារតាទៅដល់គឺឆ្លក់ទឹកដូចអ្វីដែលយើងគិតមែនចាទឹកស្មើជង្គង់អីនេះចាឡើងហ៊ីចេញពីមាត់អូមកក៏វាលូតបងប្អូនឃើញហើយអាចុងចងយនោះសើតែកពីងពួយវាកំពុងតែហក់ចេញមកពីក្នុងទឹកចឹងណាបងប្អូនវាលូតវាឆ្លក់តាមទឹកចឹងណាតែឮថាកពីងពួយឆ្លក់ទឹកបងប្អូនឆ្លក់មែនចាមនុស្សយើងឆ្លក់ទឹកអាចតែឡែវតែបើថាកពីងពួយឆ្លក់ទឹកម្នាយហើយល្អណាស់ចង្អាញ់ណាស់ឡាហើយនេះមើលដកបានមិនតិចចេះមកបងប្អូនឲ្យឃើញខៀវហើយបើកាច់វិញស្រួយស្រាប់ចាកែស្រួយតាមដៃហើយគាត់ដាក់ចូលមាត់ចង់អាលាយមែនទេបងប្អូនយើងខំទៅវាស្រួយស្រាប់ហើយមើលនេះល្អណាស់បងប្អូនអើយចាបើថាបងប្អូនដែលធ្លាប់ញ៉ាំដឹងហើយរសជាតិកាពីងពួយប៉ះជាមួយទឹកគ្រឿងថាឆ្ងាញ់កម្រិតណាហើយយើងអាចយកទៅស្លមកជូរស្លៃបានខ្ញុំឮគេថាទេតែសម្រាប់ខ្ញុំមិនដែលបានយកស្លមជូរទេញ៉ាំតែលក់ឆ្ងាញ់យកទៅណាមិនអស់ហើយមានបងប្អូននៅតំបន់ខ្លះគាត់ថាដែលបានហូបទេអានឹងស្រុកខ្ញុំទុកតែបបរបាយជ្រូកទុកតែឲ្យជ្រូកញ៉ាំបងប្អូនហើយជ្រូកញ៉ាំក៏ញ៉ាំទៅតែបើថាមនុស្សញ៉ាំវិញក៏ឆ្ងាញ់ដែរចាហើយបើថាឲ្យជ្រូកវិញឲ្យអាខ្ចីមិនចេះមិនដឹងថាជ្រូកគ្នាឆ្ងាញ់ប៉ុណ្ណាទេបងប្អូនហើយបើថាអារៀងចាស់ចឹងនេះអារៀងដែលវាលើទឹកចឹងណាអាក៏អាចញ៉ាំបានដែរគាត់ថាវាមិនសូវឆ្ងាញ់ដោយពពួកដែលឆ្លក់ទឹកចេះឆ្លក់ទឹកចេះអត់មានល្មើសអត់មានអីទេដាក់ទៅគឺថាឆ្ងាញ់យកណែបងប្អូនហើយថ្ងៃនេះយើងបានលក់ស្ងអីខ្លះដែរមានត្រពាំងមាននោះអាឡើចាហើយបេះស្វាយបេះអុយមកលីងម្ទេសលីងខ្ទឹមឲ្យឈ្ងុយមកយកទៅបុកស្វាយបុកត្រីអាំងមកហូបងប្អូនហើយចាមួយគឺថាដឹងមួយចាបាយអស់ទាំងផ្ទះបាយអស់ទាំងផ្ទះប៉ុនជ្រូកចាហើយនេះយើងមានគ្រឿងផ្សំរបស់យើងមានប្រហុកមានម្ទេសមានស្ដេចដីតែប៉ុណ្្នឹងមកបុកត្រីចាដាក់ត្រីក៏បានមិនបានដាក់ក៏បានដែរអត់រើសទេបងប្អូនលក់នេះណាលក់ប្រេងចាតែមិនបាត់រើសទេចង់ដាក់ប្រហុកចង់ដាក់ត្រីក៏បានមិនដាក់ក៏បានចាបុកតែប៉ុណ្ណេះគឺថាឆ្ងាញ់យូរតាណាមិនអស់ទេហើយមកបងប្អូនទៅញ៉ាំជាមួយនឹងពួកខ្ញុំទាំងអស់គ្នាមកពេលនេះបើថាបាយវិញណាអស់ទាំងឆ្នាំងដូចខ្ញុំថានោះឯងចាមិនได้ថាអស់លេងទេឲ្យថាគ្នាច្រើនបន្តិចមកចាដាក់វាឆ្ងាញ់យោណាគាត់ថាដាក់ទៅក្បួមតលក់យកដាក់កាច់ទៅលុស្រួយស្រាប់ស្រួយប្រាវអូយបងប្អូនហើយជាតិណាស់អញ្ចឹងមកថាស្រុកស្រែណាបងប្អូនមើលថាលក់ឃើញតែខៀវខ្ចីតែប៉ុណ្ណេះហើយស្រុកស្រែដឹងថាញឹមដាក់ហើយចាហើយមកពេលណាបាយសុំខ្សាប់បន្តិចហើយចាហើយខាងបងប្អូនដែលធ្លាប់ញ៉ាំរសជាតិយ៉ាងណាយ៉ាងណីអីជួយខមមិនប្រាប់ផងខាងខ្ញុំប៉ុណ្ណាឯងញ៉ាំហើយក៏វាមិនជាបានរាល់ថ្ងៃទេបងប្អូនហើយថ្ងៃណាយើងញ៉ាំអញ្ចេះខ្លះទៅថ្ងៃណាញ៉ាំសាច់ខ្លះទៅវាមិនមែនថាអូឆ្ងាញ់ដែរបើឆ្ងាញ់មែនញ៉ាំតែនឹងទៅអត់ទេចាញ៉ាំឆ្លាស់គ្នាបងប្អូនខ្លះគាត់ដឹងហើយចាណាទៅញ៉ាំប្រហុកបានរាល់ថ្ងៃចាមានប្រហុកខ្លះមានសាច់ខ្លះមានអីខ្លះនឹងឯងចាអញ្ចឹងវីដេអូរបស់ពួកខ្ញុំថ្ងៃនេះរៀងរប៉ែតិចហើយប៉ុន្តែសប្បាយបងប្អូនឆ្ងាញ់ណាស់អញ្ចឹងជម្រាបលាបងប្អូនចាញ៉ាំជាមួយពួកខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ